បាទសួស្តីអ្នកទាំងអស់គ្នាយើងចាប់ផ្ដើមសិក្សានៅកម្មវិធី Lumion ណា Lumion យើងត្រឡប់ហៅ Lumion ណាអញ្ចឹងពេលដែលយើង start មកយើងឃើញផ្ទាំង welcome to Lumion ដែរហើយទាំងអស់គ្នាអាចមើល computer speed របស់យើងដែរនៅកន្លែងនេះណាជួនកាលទៅកុំព្យូទ័រយើង speed ល្មមទេអញ្ចឹងវាអាចនឹងអត់ដល់ 100% ទេអញ្ចឹងបងប្អូនអាច check បន្តិចនៅកន្លែងនេះយើងចូលលើ setting នៅកន្លែងនេះ setting ណាអញ្ចឹងអ្នកទាំងអស់គ្នាដោយសារយើងធ្វើនេះមានន័យពេលដែលយើង display ទៅលើ object អីជួនកាលយើងមិនទាមទារឲ្យវាច្បាស់ពេលដែលយើងកំពុងធ្វើទេដូច្នេះកន្លែងខ្លះអត់សូវចាំបាច់យើងអត់ចាំបាច់ enable វាទេអញ្ចឹងយើង disable ទៅលើ high quality tree នេះដោយសារពេលដែលយើង render វាចេញទើបយើងកំណត់ resolution វាពិតប្រាកដកន្លែងនេះគ្រាន់តែ edit ទេហើយមួយទៀត edit quality ក៏ដូចគ្នាដែរបើ spec កុំព្យូទ័រយើងខ្ពស់យើងអាចដាក់ដល់ high យើងទៅផ្កាយ4ហ្នឹងបើអត់ទេយើងទៅផ្កាយ3ហ្នឹងទៅហើយចំពោះ editor resolution ក៏ដូចគ្នាបងអាចយកដល់100បើសិនជាកុំព្យូទ័រយើង spec ខ្ពស់បើអត់ទេយើងបន្ថយខ្លះរកដល់50ឬក៏25ដើម្បីឲ្យកុំព្យូទ័រវារត់រួចសូមបញ្ជាក់កន្លែងហ្នឹងណាវាចាំបាច់ដែរហើយផ្សេងពីហ្នឹងគឺយើងរក្សាទម្រង់ដើមដំបូងអាចជា imperial unit អញ្ចឹងយើងរើសយក metric unit គឺຂະຫນາດជាម៉ែត្រវាគិតជាម៉ែត្រនៅកន្លែងហ្នឹងណាហើយ error locking អីយើងអាចយក off អីជាដើមយើងយកលំនាំអញ្ចឹងដូចគ្នាចុះហើយកន្លែងនេះអ្នកទាំងនេះអាចផ្លាស់ប្ដូរដោយអ្វីដែលគូពយល់ខាងដើមវិញអញ្ចឹងណាពេលដែលបានប៉ុណ្ណឹងគឺអ្នកទាំងនេះអាចចុច computer speed នេះឡើងវិញដើម្បីហើយយើង re benchmark វាមកបានហើយអញ្ចឹងវាអាស្រ័យទៅលើ spec កុំព្យូទ័ររបស់យើងផងដែរទេណាអូខេជួនកាលកន្លែងខ្លះទៅវាជីងក្រហមដោយសារវាដល់កម្រិតដែលវា recommend ឬក៏ minimal របស់វាទៀតវាអាចតាក់ទងនឹង RAM ផងតាក់ទងនឹង GPU ផងអីជាដើមណាអូខេពេលដែលបានប៉ុណ្ណឹងយើងអាច check មើលកន្លែងនេះ new កន្លែងនេះមានថាវាជាសិលឹកកិច្ចការណាទាំងអស់គ្នានេះជាសិលឹកកិច្ចការទាំងអស់គ្នាណាជាសិលឹកកិច្ចការដែលអ្នកទាំងនេះអាចរើសយកមួយណាជា template ជា plain ហើយជា forest environment ឬក៏ជា tropical environment ជាដើមអញ្ចឹងកន្លែងនេះដោយសារយើងត្រូវការរៀបចំ landscape ខ្លួនឯងបន្ថែមដូច្នេះគូ recommend បងណាយក plan មួយនេះហើយនៅក្នុងផ្ទាំងនេះបងក៏អាចចុច load ដែរទៅលើ file ដែលយើងបានបើកប្រើដូចថាយើងមាន file អីដែលយើងកែចុងក្រោយអីយើងអាច select យកបានដែរណាឬក៏យើងយក example វាជាដើមអញ្ចឹងទៅកន្លែងនេះវាមាន save as យើងនឹងជជែកគ្នាបន្តអញ្ចឹងកន្លែងនេះខ្ញុំរើសយកគឺ plan បានមួយមកគឺបែបនេះណាដោយសារ Lumion វាគឺជាកម្មវិធីមួយវាមិនមែនជា plug in ដូច Enscape នោះទេយើងត្រូវច្បាស់កន្លែងហ្នឹងវាជាកម្មវិធីអញ្ចឹងដល់ពេលវាជាកម្មវិធីវាត្រូវការ model ពី SketchUp យកចូលអញ្ចឹងអ្នកទាំងនេះបណ្ឌិតមើលទៀតពេលដែលយើងមកដល់នេះយើងអាចមើលតាក់ទងនឹង mouse នៅកន្លែងនេះគឺវាមាន ASCII របស់វាដែរ ASCII របស់វាគឺ green យើងដឹងហ្នឹង ASCII មួយណានៅចាំហ្នឹងតែយើងរៀនពី SketchUp មកណាដែលយើងនៅចាំហ្នឹង green red green blue មែនទេអញ្ចឹង green កន្លែងនេះគឺ y អញ្ចឹង ASCII របស់វាគឺ y វិញហើយដល់ពេល x របស់វា red នេះ red x blue សឹកនៅកន្លែងហ្នឹងណាយើងមើលផ្ទាំងនេះហើយយើងអាច scroll zoom in zoom out ហើយយើងអាចចុច mouse កណ្ដាលដើម្បី look around ឬក៏យើងចុចអីគេចុច O ឲ្យជាប់ដើម្បី orbit វាណា orbit camera អញ្ចឹងទៅនៅកន្លែងហ្នឹងណាយើងមើលផ្ទាំងនេះខាងក្រោមនេះវាបែងចែកមាន object សម្រាប់ place import model SketchUp ចូលហើយនៅក្នុង object នេះវាមានប្រភេទផ្សេងទៀតមាន nature ជាដើមឈើយើងចង់ place អ្នកទាំងអាចចុច place កន្លែងនេះមួយណាបើយើងជាប់កន្លែងនេះអ្នកទាំងចង់បាននៅកន្លែងនេះយើងអាច double click ចេញផ្ទាំងនេះមកដែរវា auto ចូលនៅកន្លែងនេះអញ្ចឹងកន្លែងនេះអត់សូវខុសពី Enscape ដែលយើងធ្លាប់រៀនទេទាំងអស់គ្នាណាហើយវាមានប្រភេទដូចជា palm ដូចជា plan ដូចជាអីផ្សេងទៀតអញ្ចឹងអ្នកទាំងនេះអាច select វាមួយមកឧទាហរណ៍ខ្ញុំ click នៅកន្លែងនេះមួយជាឧទាហរណ៍នេះ scroll វាមកបានណាមែនទេក្រៅពីហ្នឹងវាមានអីនៅក្នុង object ហ្នឹងក្រៅពី model ក្រៅពីដើមឈើ nature វាមាន fine detail nature កន្លែងនេះដើមឈើវាកាន់តែ detail អញ្ចឹងវាកាន់តែច្បាស់អញ្ចឹងគេក៏ប្រើតិចតួចដែរទេករណីដែល view ហ្នឹងទៅយើងមើលទៅវាឃើញវាគិអីចឹងទៅតែបើអ្នកថាប្រើច្រើនតឹងម៉ាស៊ីនសូមមក click កន្លែងហ្នឹងណា
hay miền chỉ people and animation này chỉ đào okខ្ញុំរើសកន្លែងនេះមួយឧទាហរណ៍មានអ្នកដើរនៅក្បែរនេះដែរអូខេទីហោណា click វាដែរនៅកន្លែងហ្នឹងមកមាន animal ឬក៏អីអ្នកអាច check មើលដែរនៅកន្លែងនេះណាជាប្រភេទ animal អីជាដើមហ្នឹងទៅណាអូខេជា symbol ទេទាំងអស់គ្នាណាអូខេអញ្ចឹងកន្លែងនេះវាមានផ្សេងទៀតដែលយើងនឹងជជែកគ្នាបន្តមានឡានមានអីចឹងទៅណាដាក់ឡានមួយគ្រឿងនេះដែរចឹងទៅណាអូខេឧទាហរណ៍អញ្ចឹងយើង place ហើយក្រៅពីហ្នឹងក៏យើងមាន edit មាន select មាន rotate មានអីដែរក្រៅពីហ្នឹងគឺមាន material នេះតើយើង select ចូល object ជាពិសេសគឺ object ដែល import ពី SketchUp ចូលក្រៅពីហ្នឹងគឺយើងមាន landscape សម្រាប់កែហើយនឹងមាន weather អញ្ចឹងមានន័យថាកន្លែងនេះយើងអាចសេរីបន្ថែមបានណាទិសដៅសម្ោលពេលវេលាពេលថ្ងៃពេលល្ងាចពេលយប់អីជាដើមអូខេឧទាហរណ៍នៅកន្លែងហ្នឹងឬក៏យើងសេរីដូរ cloud ដូរអីកែប្រែវាជាដើមអញ្ចឹងមានន័យថាបើសិនជាយើងគិតនៅក្នុងកម្មវិធីនេះយើងសង្ខេបមកវាមានតែ4ដែរមានតែតង object import model ចូលនៅក្នុងការប្រើប្រាស់របស់វាមាន place ហៅចូលហើយក្រៅពីហ្នឹងគឺមាន select ហើយក្នុងការ select នេះវាគិតទៅតាមប្រភេទ category vehicle select ចំ vehicle បានមែនទេ move ទៅមកបានតែបើអ្នកត្រូវចង់ select animal ឬក៏ people អីអ្នកត្រូវតឲ្យឈរនៅលើ category people and animal ទើបអាច select បាន nature តឲ្យឈរចំ nature ទើបអាច select បានអញ្ចឹងអ្នកត្រូវច្បាស់ថាវាគិតតាក់ទងទៅនឹងប្រភេទនៃ object ឬក៏យើងនិយាយថា category បែងចែកជាប្រភេទនៅកន្លែងហ្នឹងណាអូខេនេះក៏ឧទាហរណ៍ទាញចូលយ៉ាងសិនទេហើយក្រៅពីហ្នឹងគឺយើងប្រើ mouse scroll zoom in zoom out អ្នកអាចចុច mouse ស្ដាំលុបអារោតែបើសិនជាអ្នកទាំងនេះចុច O ឲ្យជាប់ហើយអ្នកទាំងនេះចុច mouse ស្ដាំចេះមានន័យថា orbit camera ហ្នឹងមានន័យថា mouse យើងដាក់នៅកន្លែងណាកន្លែងនោះគឺជាកន្លែងអរវល់នៃកាមេរ៉ារបស់យើងឬក៏ទីប្រជុំទម្ងន់នៃកាមេរ៉ារបស់យើងហ្នឹងព្រោះយើងងាយស្រួលមើលវាដែរនៅកន្លែងហ្នឹងណាងាយស្រួលមើលវាអញ្ចឹងតោះនេះនៅកន្លែងហ្នឹងណាអូខេហើយក្រោយហ្នឹងយើង scroll ណា zoom in zoom out ឬក៏យើងប្រើ shortcut ទាំងអស់គ្នាណាយើងប្រើ W ណាទៅមុខហើយ S ថយក្រោយមែនទេហើយដល់ពេលយើងមានអី Q មានថា move កាមេរ៉ាទៅលើអញ្ចឹង object ចុះក្រោមដល់ពេល E move កាមេរ៉ាចុះក្រោមអញ្ចឹង object ទៅលើវិញព្រោះតម្លាក់កាមេរ៉ាចុះមែនទេហើយបន្តមកទៀតមានងាកឆ្វេងស្ដាំយើងចុច A មកA មានថាកាមេរ៉ាងាកមកខាងឆ្វេងអញ្ចឹង object រំកិលទៅខាងស្ដាំដល់ពេល D កាមេរ៉ាទៅខាងស្ដាំ object រំកិលមកខាងឆ្វេងវិញសួរថាយើង move ទេកន្លែងនេះមិនមែន move ទេគឺតាក់ទងទៅនឹងកាមេរ៉ាផ្នែកកាមេរ៉ាទាំងអស់គ្នាណាអញ្ចឹងមានថាយើងមានប្រើ W S A ងាកឆ្វេងស្ដាំជាមួយ D ហើយ Q ជាមួយ E គឺឡើងលើចុះក្រោមឃើញទេតែបើសិនជាអ្នកต้องប្រើ arrow key បានទេបាន arrow key ខាងលើ arrow key ខាងក្រោម arrow key ខាងឆ្វេង arrow key ខាងស្ដាំឬក៏យើង scroll មែនទេទាំងអស់គ្នាតែបើអ្នកต้องចុច mouse កណ្ដាលគឺ pen អ្នកទាំងនេះនឹងចាប់អារម្មណ៍ពេលដែលចុច mouse កណ្ដាលវាយឺតបើអ្នកទាំងនេះចង់ឲ្យវាលឿនជំនួយនៃមុខងារដែលយើងប្រើតាក់ទងនឹងកាមេរ៉ាវិញហ្នឹងបងអាចចុច C ឲ្យជាប់ hold shift key shift key មានថាជាជំនួយលឿនណាយើងចង់ទៅមុខចុច W ធម្មតាអញ្ចឹងឯងមែនទេបើយើងចុច C ហើយចុច W ទៀតវាកាន់តែលឿនបើចុច S ថយក្រោយបើចុច shift ហើយចុច S ការថយក្រោយកាន់តែលឿនតែបើចង់តែយឺតវិញចុច space bar S W ទៅមុខកើមបើយើងអត់ចុច space bar ទេវាទៅធម្មតាជាមកល្មមមែនទេតែបើចង់លឿនចុច shift ចង់យឺតជាងធម្មតាចុច space bar ចុះបើចង់លឿនជាង shift ទៀតចុច shift វាលឿនជំនួយ speed ដល់ទាំងអស់គ្នាមែនទេបើចង់លឿនជាងហ្នឹងចុច shift និង space bar ចុចបន្តកាន់តែលឿនមកវូតទៅមកនៅកន្លែងហ្នឹងណាអូខេ space bar និង shift ហើយចុច S ថយក្រោយវាកាន់តែលឿននេះជាការប្រើទូទៅនៅកន្លែងហ្នឹងណាជាការប្រើទូទៅនៅកន្លែងហ្នឹងចុះអ្នកទាំងនេះឃើញមានអីទៀតកន្លែងនេះអ្នកទាំងនេះនឹងឃើញមាន layer អ្វីដែលយើងទាញចូលពីហ្នឹងនៅក្នុង layer 0យើងចង់បិទភ្នែកវាអត់បានទេដោយសារវា active អញ្ចឹងខ្ញុំ select layer លេខ2ហើយខ្ញុំចុច
layer lịch mùi đi tới nè tao nó kinh bật trao thằng nào quay để dân bàn tiền chưa thì hồ mình nè cái bị nắng nó về đây nè tao này select trong đàm chơi ấy bị miền và chạy đẹp dân đấy nó không layer nào layer mùi trong ai bị chun với tao layer pi bàn chắc nhưng bật layer muối đàm chơi nó sò là sao đàm chơi nó không layer lịch pi hay trong ai cài mua về bán select trong mua năng máu nhưng đặt 3 rồi ấy chẳng một buổi chiều đấy nè tao nên với tiền object bị scale up cho men nè tao nên trời bằng card layer đầm bay cục chrome tam này đại hay bôi na ép thiếu bôi năng bật bàn này trong đại lại đi layer lịch bay nhưng mà khà ok thì hó ok khà cài xong rồi máu chất nhưng sẽ là trong khà bây giờ là trong kha tiết nè tao nên tại đăng thá đàm chơi mình đứng xuống thế nào xa dân show là category bảo vệ khá tòa show là transport và mình chắc tép ôn dọc all ní mình là chặt tục group category được ôn select bạc ấy chọn nè mình chun về tới layer khá chắc ai bật này về bán và sân thì dưỡng ép thiếu từ lỡ layer xây đấy bật này về bán chắc những kích layer năng đà nên tôi nói từ bắt đầu từ lỡ layer năng chi chùm nó đại dương cục chrome model bao dưỡng có đôi chỉ symbol xem profit tăng mà sân hay bởi dương mình ban cục chrome mình nhân tế nên tập ao khơi đừng khơi tha viên bị tăng về sân trong nhà tha viên muốn trường nga tới dương trời bị chọc càng nghe đang bật toán dương ai thuộc cả bây xa công tơ dưỡng rồi đã rồi project dưỡng thông về để chỉ đạo tại bởi dương này khác nam lại đấy ok dương ai từ bàn hay dương ai em to thì bàn á hay lại đấy đời xa về display chọn nhắc nên thằng ai auto 2 viết chuyện được lại điểm viết display là môi na cho cầm một cái active thì em to bàn được lại đấy nè chẳng cái lại nè bây giờ nè thằng này sẽ chẳng hái cứ nè thằng này orbit về thom mà chẳng màu sẽ đầm xong rồi play nhé màu sẽ đám cứ lúc vào ráo rồi có những chiếc ô một tiết orbit đài tam ca ti tăng màu chẳng cái lại nó không khí thôi không khí object ô chắc là mau sẽ đám cứ bị lúc ở rào nhưng ai đang đào có hiện của bạn người tái bà sân thì dương check ô mau dương nơi cái lại ná cứ bị lúc ở rào trên vi chụp lại mai bằng trường này bằng vol trên vi cái lại nè nó sẽ thông camera ok cái bên này thằng này tra ca sale view sale tục đài mày đấy đôi nó trong sketch app dương bên này cái bên xin cái này xin này thật chắc cái lại đứt cái này tao cái này ai show mơ cái lại này mà tham thiết đấy cái lại này sầm co từ lên shortcut mà chuyển uốn giống chấm nói tẹp 4 đấy dương đừng chơi cái này to và top đại dương chơi từ 4 cái từ object đập này cả đam đấy dương khơi bên bill chơi đàm đó bill cứ ở đây đại dương cầm bông tại show lên hàng hái cầm bông là phơi ca đấy hai mỗi tiết photo hay là movie chỉ chấm nói đại dương riêng trong cách ca bao giờ render chữ clip rồi còn render chữ video ở lấy trong sale với chữ photo nên nó sẽ mong chắc nên nó khơi lại này được xin nó cái app chứ store camera tục chắc nên đây cầm nó dụ mình nhưng ai check mai sẽ đam lại nó sẽ đá đấy hoặc trong cầm nó lại nó mà dụ chắc những store về tục mùi bàn mùi nhưng scroll nhưng check ô nhưng mơ về bị lơ dân tí tiết ok thì hó nè check xì máu lươn tịch scroll ok nhưng đặt mùi tiên được lại nè bà này cái nhé bây đại này thằng sẽ che nên đây cho lượng bill với về màu vậy bạn chẳng hạn nhưng trong ban view hiện kỹ ở trời mình đang nhầm show là photo hay nhầm sẽ là vô view mới nè view mới này dương được cài tiết nên thằng này ai sẽ vocal length ai xuống in xuống out sẽ camera làm cho ấy chỉ là bạn hãy restore về tới bàn này đấy store camera làm với show lượng bill bị chạm vô view nằm bỏ thấy nhé bên này thằng này cái này trong tờ lọp làm việc bật ô hái tụi này đấy trong thơ mày cho là photo nè tao nè check lên ví dụ để dựng bàn store tục đó hơi check từ lên bill bàn là lại này nè ok cái bên nắng cái này chắc nè tao này ai đừng to render to tiên là lại nè đây cô bị chạm một nắng tha dương cầm nó resolution viết cứ np đại dương render chỉnh nó lại nắng nè hai dương ai render chỉ current layer hay cầm nó output với main material ID chỉ là mới có photo set như main màn view chạm vô phần view render của bạn này đấy cái lấy này của mình bàn tay hay mơ clip tết phần quản hai viên một người trong một tháng là dương được sắc xa và to đấy hay đập movie đấy năng dương nâng chơi cái này là đại dương trong animation
add ទៅលើវាទៅបាទអញ្ចឹងយើងចេញនេះទៅលើ photo នេះសម្រាប់ save view camera ទុកអូខេហើយក្រៅពីហ្នឹងគឺយើងមានអីគេមាន file អញ្ចឹង file នៅកន្លែងនេះគឺតាក់ទងទៅនឹង save ដំបូងណានេះទូទៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាត្រូវការ save អ្នកទាំងអស់គ្នាចូល file ថ្មីហ្នឹងគឺវាតម្រូវឲ្យយើង save as វាមិនមែន save ទេគឺ save as ទេនៅកន្លែងហ្នឹងណាគឺ save as អញ្ចឹងអ្នកទាំងអាចចុច save វាមកនៅកន្លែងហ្នឹងរើសទីតាំងជាក់លាក់របស់យើងមួយមកអូខេខ្ញុំបានបង្កើត folder ហើយណាអូខេ dv 3.4 extension វា sl10 ណា version 10វាចេញអញ្ចឹង version 11វាដាក់ sl11 ឬក៏12អញ្ចឹងទៅតាម version ណាទាំងអស់គ្នាហើយយើង save វាទៅអញ្ចឹងដល់ពេល save វាអ្នកទាំងនេះឃើញកន្លែងនេះ save នេះ active ពេល save as អញ្ចឹងវាចាប់ដើមរាប់នាទីនៅពេលដែលយើងបើកវា update ហ្នឹងឯង save វាហើយវាចាប់ដើមគិតនាទីហ្នឹងហើយអញ្ចឹងឧទាហរណ៍យើងចូលមកធ្វើការបន្ថែមអីផ្សេងទៀតអ្នកទាំងនេះទាញ furniture outdoor មានអីផ្សេងទៀត solar place ហ្នឹងសម្រាប់ហៅobject អីផ្សេងទៀតចូលនៅកន្លែងនេះថាខ្ញុំចុច O ស្រែចេញមកទិសដៅនេះអ្នកទាំងចំបង្វិលយើងចុចអក្សរ O មួយ rotate នេះចុច O ឲ្យជាប់អាចបង្វិលវាបានទិសដៅស្រែកន្លែងនេះចុះអូខេខ្ញុំដាក់អីផ្សេងទៀតយើងជ្រើសរើសមើលបន្ថែមទៅនៅកន្លែងនេះណាយើងដាក់នៅកន្លែងណាមួយទៀតអីជាដើមហ្នឹងទៅឧទាហរណ៍នៅកន្លែងនេះខ្ញុំដាក់ plan nature មែនប៉ុន្តែខ្ញុំត្រូវចូលនៅលើ layer 3 នេះ layer 3ខ្ញុំអាចយក plan យកអីយកមកដាក់បន្ថែមអីចឹងទៅឧទាហរណ៍ណាដាក់អីបន្ថែមអញ្ចឹងខ្ញុំ place ចូលលើ place ហ្នឹងដាក់មកបន្ថែមនៅកន្លែងនេះចឹងទៅឧទាហរណ៍ផ្គុំចូលនេះអញ្ចឹងណាប៉ុន្តែចូលលើ layer 3ឬក៏យើងចូលលើ layer people មានតួអង្គអីផ្សេងដូចថាខ្ញុំចាត់ទុក layer លេខ1នេះជា people អញ្ចឹងអ្នកទាំងនេះចូលមកមាន people មែនទេមានអ្នកអង្គុយអ្នកអីចឹងទៅណាអ្នកហាត់កីឡាអង្គុយអូខេដាក់មកនេះក៏ដឹងថាកន្លែងនេះអ្នកទាំងគ្នាចុចអក្សរ O មកដើម្បីបង្វិលទិសដៅអូខេស្រីបានផ្គុំចូលគ្នាអញ្ចឹងមែនទេផ្គុំចូលគ្នាអញ្ចឹងអញ្ចឹងបើសិនជាយើងឈរលើ flash នៃមុខងារណាមួយគឺវាជាប់អូតូអញ្ចឹងបន្តរហូតតែបើអត់ទេយើងឈរលើ select វាណាហើយអ្នកទាំងគ្នាខ្ញុំភ្ជាប់ទៅលើផ្នែក save វិញហ្នឹងអញ្ចឹងពេលដែលអ្នកទាំងគ្នាត្រូវការ save បន្តនៃ file ហ្នឹងដែលយើងបានដាក់ឈ្មោះ dv 3.4 យើងអត់ចុច control s ទេគឺយើងត្រូវចូល file ហើយចុច save បន្តដែលយើងបាន update ប្រហែលជា2នាទីចុងក្រោយបន្ទាប់ពី save as មួយហ្នឹងណាអញ្ចឹងបើ file ហ្នឹងអត់ទាន់បាន save ទេមុខងារ save នេះអត់ដំណើរការទេវាតម្រូវការឲ្យយើង save as យូរហ្មងតែបើសិនជាយើងបាន save រួចហើយយើង update បើកប្រើបន្តអញ្ចឹងវានឹងមានមុខងារ save ហ្នឹងឯងដែលអ្នកទាំងនេះមិនមែនចុច control s ទេត្រូវតែចូលតាមលំដាប់មកចុច save គឺបែបហ្នឹងចុច save វាមកបានណាហើយអ្នកត្រូវចង់ធ្វើបន្តចូលលើ build គឺបែបដំណើរការអញ្ចឹងណាចុះបើអ្នកទាំងគ្នាupdate save យើងហើយយើងចង់បិទអូខេយើងបិទវាទៅហើយចាំយើងបើកវាឡើងវិញអញ្ចឹងកន្លែងនេះបើយើងបាន save រួចហើយយើងចុច quit តែបើយើងអត់ទាន់ save ទេ save and quit មានណាតម្រូវឲ្យអ្នកទាំងនេះ save as មួយទៀតកុំឲ្យច្រឡំកន្លែងហ្នឹងណាអញ្ចឹងកន្លែងនេះខ្ញុំចេញមក quit ធម្មតាពួកខ្ញុំបាន save រួចហើយនៅកន្លែងហ្នឹងណាអូខេយើងរងចាំវាតិចទៅវាយូរតិចពេលដែលវាបិទអីហ្នឹងណាតែបើសិនជាវាយូរខ្លាំងយើងបាន save រួចហើយអ្នកទាំងនេះអាចប្រើ task manager នេះមកស្ដាមចំផ្ទៃ delay ខាងក្រោមមក task manager ឬក៏ control shift escape អ្នកទាំងនេះអាចមកស្ដាមចំមុខងារមក end task បិទក៏បានដែរវាលឿនដែរណាតែបើអត់ទេរងចាំវាតាមដំណើរចុះនៅកន្លែងហ្នឹងណាវា take time តិចព្រោះកម្មវិធីនេះវាធ្ងន់អញ្ចឹងពេលបិទហើយយើងចង់បើកវាមកប្រើឡើងវិញគឺអ្នកទាំងគ្នាបើកបន្តមកណាតាមនេះ update ធ្វើបន្តទៅលើ file ដែលយើងបានបង្កើតមិញហ្នឹងនៅក្នុងLumion ហ្នឹង file Lumion ហ្នឹងណាអ្នកទាំងនេះអាចចូលទៅទីតាំងដើម្បីបើកវាក៏បានដែរនៅកន្លែងនេះមិញហ្នឹងណានេះ dv 3.4 នេះអ្នកទាំងនេះបើក file ហ្នឹងក៏បានដែរបើក file ហ្នឹងមកប្រើទៅក៏បានដែរមែនទេនេះយើងរងចាំវាការបើកក៏រៀងយូរបិទទៅវិញក៏រៀងយូរតិចដែរកម្មវិធីហ្នឹងណាអញ្ចឹងបាទខ្ញុំបញ្ជាក់ថាយើងចាប់ដើមដំបូងគឺចាប់ដើមឲ្យត្រូវតែម្ដងព្រោះយើងអត់មានពេលមកបកក្រោយឲ្យច្រើនសារទេព្រោះយើងសិតតែរវល់ហើយមុខជាផ្សេងណា
cứ lại nó cứ chậm vậy chắc về đại ban bao chắc nè phải tới chừng lâu nè ta bây giờ bao từ đấy khơi mỏng đi chiều với đại dương bán ban phường vậy nè dân sẽ lệch vì mất bạn này đấy rồi còn lâu project nó lại nó có ba này đấy chắc dân ai thua bằng to bàn chỉ phao bây giờ bằng to bàn này đấy sẽ nó cứ bàn bạc này to nét lại nữa hay dân ai thua ca bằng to hai bên này thấy trong chạm vô photo dù ná này thấy ai sẽ lại vô bon này to này mà trên to cho lực bìa trong xéo bây giờ dân update em xem tiền hái nè to này trên phá sale to ta bây giờ sale app mình đang tơ chụp file mua xây tiền được lại nắng hay cho lực bìa thò mà nào vậy chắc cái lại đấy nhưng mà chạy tha là biết bắt bao tầm 4 cứ bẹp nằng việc pra hay nâng ca pra mai tu từ nơi cái lại nắng ok